បងប្អូនដឹងអត់នំបញ្ចុកដែលយើងញ៉ាំរាល់ថ្ងៃកាលពីដើមឡើយមិនមែនឈ្មោះនំបញ្ចុកទេតោះតែដឹងទាំងអស់គ្នាតាមពិតទៅឈ្មោះដើមរបស់វាគឺនំប៉ែនចុកមកពីគេយកម្សៅដាក់នៅក្នុងប៉ែនរួចយកឈើមកចុកសង្កត់ឲ្យចេញជាសរសៃក្នុងទឹកពុះឲ្យឆ្អិនក្រោយមកគេស្រង់ចាប់ជាចង្វាយដាក់ជាឬកញ្ច្រែងទុកឲ្យស្រក់ទឹកបន្ទាប់មកគេហៅកាត់ថានំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ដូចជាជើងក្រានខ្លះជាចង្ក្រានជន់ដើរខ្លះជាជណ្ដើរកញ្ច្រែងខ្លះជាកញ្ច្រែងកាន់ត្រកខ្លះជាកាន់ត្រកពីថែម10ខ្លះជាពីដណ្ដប់ជាដើមស្រែកយំឆ្លើយឆ្លងក្បែរជលសារឿងរ៉ាវចាប់ដើមពីប្តីប្រពន្ធកសិករមួយគូនៅក្នុងតំបន់ទន្លេសាបពួកគេធ្វើស្រែស្រូវវាដែលមានអង្កររឹងញ៉ាំមិនសូវឆ្ងាញ់ក៏ច្នៃមកធ្វើជាម្សៅនំសរសៃស្រូវវាវិញចៃដន្យអីមានទីកុមារម្នាក់យាងកាត់ភូមិឃើញគេញ៉ាំនំនោះឆ្ងាញ់ពេកក៏ចង់សាកតែខ្លាចប្រឡាក់ដៃពេលនោះអ្នកស្រែយើងក៏ឲ្យពីលៀងឬស្នំជាអ្នកចាប់នំនោះបញ្ចុករីកុមារតែម្ដងដោយសារតែរសជាតិឆ្ងាញ់ពេករីកុមារក៏ឲ្យគេទៅរកទិញនំដែលស្នំបញ្ចុកនឹងមកសោយនៅក្នុងរាជវាំងជាប្រចាំយូរទៅពាក្យថានំដែលស្នំបញ្ចុកក៏ក្លាយមកជានំបញ្ចុកយ៉ាងខ្លីដែលយើងហៅមកដល់សប្តាហ៍ថ្ងៃនឹងឯងសូមបញ្ជាក់ផងដែរថារឿងពីអ្នកប្តីប្រពន្ធដែលរស់នៅតំបន់ទន្លេសាបហ្នឹងគឺជារឿងព្រេងនិទានអក្សរសិល្ប៍បែបប្រឌិតវាមិនមែនជារឿងប្រវត្តិសាស្ត្រអីទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយខ្ញុំទៅដែរ